សួស្តីបងប្អូនទាំងអស់គ្នាចឹងបន្ទាប់ពីយើងអាប់ដេតកម្មវិធី Mobile PAK CM ចំនួន 10.5 មកយើងមានមុខងារថ្មីនៅក្នុងកន្លែងយើងធ្វើ estimate call card ចឹងយើងបើកមកចឹងនៅក្នុងនេះគឺចំនួន 10.5 អញ្ចឹងនៅក្នុងកន្លែងយើង estimate មានបន្ថែមមុខងារនៅពេលណាដែលយើងធ្វើ estimate ឧទាហរណ៍ថាថ្ងៃហ្នឹងយើងត្រូវធ្វើ estimate ចឹងយើងចូលមកធ្វើ estimate នៅពេលដែលយើងបិទការលក់ពេលល្ងាចយើងត្រូវធ្វើ estimate សម្រាប់មួយដែលយើងត្រូវលក់នៅថ្ងៃស្អែកចឹងយើងចូលមកក្នុងថ្ងៃហ្នឹងមកយើងជ្រើសរើសដូចថ្ងៃនេះថ្ងៃ4ចឹងថ្ងៃទី5ស្អែកខ្ញុំត្រូវទៅជួបមួយអញ្ចឹងវានឹងទាញឈ្មោះមួយឲ្យយើងមកអញ្ចឹងមួយទាំងអស់នេះសិតជាមួយដែលខ្ញុំត្រូវទៅជួបនៅថ្ងៃស្អែកអញ្ចឹងយើងធ្វើការ estimate ថាយើងនឹងលក់អ្វីខ្លះទៅឲ្យគាត់ហើយដោយអាស្រ័យទៅលើការ estimate ហ្នឹងគឺយើងអាស្រ័យទៅលើទិន្នន័យដែលយើងមើលប្រវត្តិការលក់គាត់12ខែ12សប្តាហ៍ចុងក្រោយនេះរាប់ថយក្រោយនេះគឺថ្ងៃ28 21 14ថ្ងៃ7 31ខែ12រហូតរយៈពេល3ខែអញ្ចឹង3វាស្មើនឹង12សប្តាហ៍អញ្ចឹងយើងមើលទៅថាមួយធ្លាប់ទិញអីខ្លះឧទាហរណ៍ដូច SKU ទី1នេះអញ្ចឹងមួយគ្រូសីណានេះគាត់បានទិញចុងក្រោយនៅថ្ងៃទី1ខែធ្នូ2025គាត់ទិញអូវ៉ាន់ទីន20ក្រាមមួយកេសអញ្ចឹងមកដល់ឥឡូវគាត់អត់មានទិញទៀតទេអញ្ចឹងស្អែកនេះ SKU នេះទៅយើងអាចសន្មតថាលក់ឲ្យគាត់មួយកេសទៀតត្រូវតែបញ្ចុះបញ្ចូលគាត់ឲ្យទិញបានប៉ុណ្ណឹងតមកទៀត SKU ទី2នេះ Dutch Lady នេះគាត់បានទិញពីសប្តាហ៍ថ្ងៃ26ថ្ងៃ1ថ្ងៃ2ថ្ងៃ10ពីកេសរហូតចឹងសប្តាហ៍ប្រហែលសប្តាហ៍នេះគាត់អត់បានទិញទេចឹងយើង estimate ថាបានទិញទៀតចឹងទៅលើអាស្រ័យលើទិន្នន័យលក់ហ្នឹងហើយយើងestimate ចឹងទៅគ្រប់មុខទំនិញដែលយើងរំពឹងថានឹងអាចលក់បានចឹងរួចរាល់អស់ហើយយើងបំពេញដល់គ្រប់ SKU អស់តាមដែលយើងគិតថាអាចលក់ចូលគាត់បានតមកទៀតនៅក្នុងប្រអប់សម្គាល់នេះគឺយើងវាយតើមួយគ្រូស៊ីណាហ្នឹងតើយើងរាល់ដងយើងទៅជួបគាត់ប្រហែលដងក្នុងមួយសប្តាហ៍ឧទាហរណ៍ថា2ដងក្នុងមួយខែអញ្ចឹងយើងដាក់លេខ2ទៅរាល់សប្តាហ៍យើងដាក់លេខ4អញ្ចឹងទៅបន្តមកទៀតយើងចុចលើពាក្យបញ្ជូនទិន្នន័យនេះអញ្ចឹងកន្លែងបញ្ជូនទិន្នន័យនេះវានឹងមានសរុបចំនួនខលកាតដែលយើងបានធ្វើឧទាហរណ៍ថាខ្ញុំបានធ្វើ4មួយមុនរួចហើយសរុបជាកេសនោះមាន5កេសហើយជាទឹកលុយសរុបមួយដែលខ្ញុំបានធ្វើមុនហ្នឹងទាំង4មួយហ្នឹងគឺស្មើនឹង$75ហើយនឹងទឹកជាចំនួនកេសស្មើ5កេសតមកខាងក្រោមនេះគឺបន្ថែមថ្មីនេះគឺជាមួយដែលខ្ញុំកំពុងធ្វើគ្រូស៊ីណាដែលយើង estimate ណាអញ្ចឹងខ្ញុំ estimate មុនហ្នឹងខ្ញុំថាលក់បាន6កេសហើយគិតទឹកលុយប៉ុណ្ណេះទៀតអញ្ចឹងទឹកលុយនោះនឹងបូកបញ្ចូលជាមួយ$75នេះហើយ6កេសនេះនឹងបូកជាមួយនឹង5នេះអញ្ចឹងបើសិនយើងគិតថាវាត្រឹមត្រូវសមរម្យយល់ហើយយើងអាចធ្វើការចុចយល់ព្រម yes នេះមកអូខេកន្លែងហ្នឹងវានឹងងាយស្រួលបង្ហាញយើងថាយើងបាន estimate ប្រមាណមួយហើយនឹងគិតជាទឹកលុយសរុបអស់ប្រមាណអូខេអញ្ចឹងអានេះខ្ញុំឧទាហរណ៍មុខងារថ្មីកន្លែងហ្នឹងហើយមាននៅក្នុងកន្លែងរបាយការណ៍លក់យើងមួយទៀតគឺនៅពេលដែលយើងចុចលើរបាយការណ៍លក់នេះមកវានឹងបង្ហាញការប៉ាន់ស្មានសរុបពីសប្តាហ៍ពីម្សិលមិញដែលខ្ញុំលក់ណាអញ្ចឹងអ្វីដែលយើងestimate ថ្ងៃនេះវានឹងលោតចូលរបាយការណ៍លក់នៅថ្ងៃស្អែកនៅពេលដែលយើងទៅលក់វានឹងបង្ហាញទឹកលុយដែលយើងបាន estimate សរុបនិងចំនួនកេសដែលយើងបាន estimate សរុបហើយនៅពេលដែលយើងចាប់ផ្ដើមលក់រហូតដល់ចុងបញ្ចប់វានឹងបង្ហាញហើយតើការប៉ាន់ស្មានលក់របស់យើងពីម្សិលមិញធៀបជាមួយនឹងការលក់ជាក់ស្ដែងយើងតើវាបានប្រមាណភាគរយ 50% ឬក៏ 80% ឬក៏100វានឹងបង្ហាញនៅកន្លែងនេះអញ្ចឹងណាអញ្ចឹងងាយស្រួលត្រង់ចំណុចហ្នឹងបាទអញ្ចឹងសូមធ្វើការអាប់ដេតទាំងអស់គ្នាហើយមើលពីរបៀបហ្នឹងទៅយើងនឹងដឹងបាទអញ្ចឹងសូមអរគុណ